ជំរាបសួរពុកម៉ែបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទជិញចុះមកឆែកការដ្ឋានខ្ញុំបាទដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀងពុកម៉ែបងប្អូនហើយផ្ទះនេះគឺជាផ្ទះម៉ូដក្រពើ5ពុកម៉ែបងប្អូនម៉ូដក្រពើ5ដែលមានទំហំ6ម៉ែត្រគុណនឹង15ម៉ែត្រពុកម៉ែបងប្អូនគឺផ្ទះខ្នាតធំហើយយើងរៀបបាត់ដោបផ្ទះនេះហើយផ្ទះនេះយើងមាន2បន្ទប់គេង2បន្ទប់ទឹកនិងផ្ទះបាយហើយនឹងកន្លែងទទួលភ្ញៀវមួយផងដែរពុកម៉ែបងប្អូនធំផ្ទះនេះផ្ទះខ្នាតធំហើយយើងបោករួចហើយចាក់ខ្ញុំលើចអីរួចហើយពុកម៉ែបងប្អូននៅរៀបឲ្យជាងខាងលើតោះនាំអារម្មណ៍ពុកម៉ែបងប្អូនចូលមើលខាងក្នុងហើយថ្ងៃនេះផងដែរខ្ញុំបានរៀបចំនៅសម្ភារៈដូចជាការ៉ូបាការ៉ូជាងថ្នាំពណ៌វាដាក់ចូលនៅក្នុងថ្ងៃនេះផងដែរហើយក៏ចុះមកឆែកការដ្ឋាននេះកន្លែងទទួលភ្ញៀវពុកម៉ែបងប្អូនកន្លែងទទួលភ្ញៀវទលាយស្អាតណាទលាយធំហ្មងពុកម៉ែបងប្អូនផ្ទះនេះក្បាលយើងបើកធំដែរនឹងជាបន្ទប់គេងទី1អូបន្ទប់គេងទី1ធំមែនតើពុកម៉ែបងប្អូនក៏យកមកល្វែងមកហ្មងធំមែនតើបន្ទប់គេងទី1ពុកម៉ែបងប្អូនហើយការចាក់ភ្នំខាងលើគឺចាក់បានស្អាតល្អបងប្អូនអានតែផ្ទះនេះនេះបន្ទប់គេងទី2បន្ទប់គេងទី2រៀងទូចដែរបងប្អូនតែនេះយើងប្រហែលជាអាចបញ្ចប់នៅអាចដើមខែ7ហើយអាចចប់បងប្អូនតែនេះយើងធ្វើបានច្រើនមែនតើនេះចូលក្នុងផ្ទះបាយបងប្អូនផ្ទះបាយនៅខាងនេះផ្ទះបាយបន្ទប់ទឹកបន្ទប់ទឹក2បន្ទប់ទឹកទី1បន្ទប់ទឹកទី2បងប្អូនការងារយើងបានច្រើនណាស់ហើយថ្ងៃនេះដែរខ្ញុំបាទមកឆែកគម្រោង3គម្រោងពុកម៉ែបងប្អូន3គម្រោងទី1គឺនៅខាងគម្រោងទី1ទី2គឺនៅខាងក្រុងបាវិតហើយគម្រោងទី3នេះគឺនៅខាងភូមិណកែងភូមិបាទីនៅក្នុងក្រុងបាវិតដែរពុកម៉ែបងប្អូននៅជាយក្រុងហើយយើងនៅខាងនេះមួយទៀតខាងកំពង់ត្បែកតែប្រហែលជាអាចទៅមិនទាន់ទេកំពង់ត្បែកការឋានយើងហ្នឹងហើយក៏អរគុណពុកម៉ែបងប្អូនអរគ្នាច្រើនដែលបានគាំទ្រខ្ញុំបាទជំរុញមកការសាងសង់អរគុណច្រើនហើយបើសិនជាពុកម៉ែបងប្អូនមានតម្រូវការចង់សាងសង់ផ្ទះមកដាច់កាន់សោចូលនៅអាចទាក់ទងមកខ្ញុំបាទបានជំរុញមកការអរគុណច្រើន